ចាសូមគោរពជំរាបសួរពុកម៉ែបងប្អូនពូមីងយាយតាអ៊ំប្រុសអ៊ំស្រីនៅតាមបណ្ដាញ YouTube Facebook ឬក៏ TikTok ទាំងអស់គ្នានេះគឺជាសកម្មភាពបងប្អូនជនមានពិការភាពភ្នែកបានធ្វើការម៉ាស្សាសម្រួលសរសៃដៃទេពជូនភ្ញៀវដែលគាត់មកទទួលសេវាកម្មចាប់សរសៃនៅហាងចង្ការព្រីង House ស្រងដែតប្រសិនបើបងប្អូនមានបញ្ហាទាក់ទងទៅនឹងសរសៃឬក៏ចុករួយនៃរាងកាយអាចមើលវីដេអូហើយនឹងការស្ដាប់បញ្យលរបស់ពួកយើងខ្ញុំឥឡូវខ្ញុំសូមមកបង្ហាញពីការធ្វើសរសៃកំភួនជើងម្ដងទូទៅឲ្យតែចុករយកំភួនជើងពីកលៈជើងរហូតដល់បាត់ជើងត្រូវអត់បើតែបងប្អូនដឹងថាមូលហេតុអីបានវាចឹងទេទី1បងប្អូនឈរទី2បងប្អូនដើរយូរពេកទី3ធាក់កង់ហាត់ប្រាណអញ្ចឹងទៅអាការៈទាំងអស់នេះហើយគឺជាការធ្វើយើងរមួលកពើរមួលសរសៃសាច់ដុំឬសរសៃសាច់ដុំធ្វើយើងស្ពឹកជើងណាហើយធ្ងន់ហើយអត់ស្លាក់ក្នុងខ្លួនទៀតអញ្ចឹងបងប្អូនអស់បារម្ភទៅបងប្អូនចូលមានការភាពភ្នែកយើងអាចសម្រួលជូនបានហើយនេះក៏ជាសរសៃបាត់ជើងបងប្អូនឃើញជនជាតិគាត់ចូលចិត្តម៉ាស្សាបាត់ជើងដោយសារតែម៉ាស្សាបាត់ជើងស្រួលខ្លួនយើងចុចសរសៃបាត់ជើងទៅវាធូរទាំងដូចវាស្រឡះក្នុងខ្លួនដូចឈឺក្បាលឈឺអីចឹងទៅសរសៃបាត់ជើងឈឺទី1រឹងសរសៃទី2បងប្អូនដើរពាក្យបិទជើងរឹងណាធ្វើឲ្យស្ពឹកបាត់ជើងឬក៏បាត់ជើងត្រជាក់អាហ្នឹងគេហៅថាបញ្ហានៃការចុករួយក្រិចថ្លោះរមួលសរសៃសាច់ដុំឬក៏បងប្អូនហាត់ប្រាណទៅរឹងសរសៃធ្វើការហួសទម្ងន់ហ្នឹងក៏សុទ្ធតែជាបញ្ហាសរសៃដែរចឹងបើសិនបើបងប្អូនមានបញ្ហាទាក់ទងទៅនឹងសរសៃឬក៏ចុករួយនៃរាងកាយរបស់បងប្អូនអាចមកម៉ាស្សាចាប់សរសៃដៃទេពបែបជប៉ុនដោយជនពិការភ្នែកយើងខ្ញុំបានមិនថាបងប្អូននៅចិត្តមាសក្រាំងធ្នងភ្នំពេញថ្មីឈូកបាបឹងបៃតងទួលគោកតាំងកសាំងអីហ្នឹងដែលគិតថានៅចិត្តពួកបងប្អូនអាចមកសម្រួលសរសៃបានជួយ like follow comment repost ឲ្យល្បីផងជួយផ្សព្វផ្សាយទាក់ទងទៅនឹងការម៉ាស្សាសម្រួលសរសៃដៃទេពបែបជប៉ុនផងសូមអរគុណ